ទំនៀមទម្លាប់ប្រពៃណីខ្មែរយើងពេលចូលឆ្នាំមានកម្មវិធីសប្បាយច្រើនណាស់ឥឡូវយើងនាំគ្នាមកមើលកម្មវិធីវាយក្អមលេងសិនឥឡូវចាប់ផ្ដើមចេញមកហើយដើរឈានមកហើយលារវាយហើយវាយឥឡូវហើយដាក់ហើយផាំងខុសមួយអានឹងលើកទី1ក្នុងម្នាក់យើងអាចវាយបាន3ដងលើកទី2ខុសទៀតហើយអាពងអាវាយអត់ត្រូវទេលើកទៅវិញបានត្រូវអត់យកចាត់ទុកជាមោខៈឥឡូវចោលហើយម្នាក់មិញក៏ស្អើគាត់លើកទៅវាយបែកមិនវាយប៉ះបែកទេហ្នឹងអត់ឈានទៅហើយប្រហែលជាងហ៊ានទៅភ្លេចរាប់បាត់ទៅដល់ហើយយកចេញទៅរៀងយ៉ាងសង្ហាតំណងវាយផាំងខុសទៅទេបើខាងឆ្វេងខាងស្ដាំហើយងាកទៅស្ដាំអូនលើកឡើងនោះទៀតវាយហើយគ្មានដឹងថាត្រូវឬខុសទេពួកគេចងភ្នែកបិទចិត្តបាត់ហើយហ្នឹងមានអីទេងាកទៅស្ដាំបន្តិចអាបើស្ដាំបន្តិចទៀតស្ដាំបន្តិចទៀតអាបើវាយខុសអស់ឱកាសបាត់ផុតឱកាសហើយអូនព្យាយាមលើកក្រោយឆ្នាំក្រោយឥឡូវយើងមកមើលក្មេងៗលោតបាវវិញនៅខាងខ្ញុំកណាអាត្មាគេហៅករងអានេះនៅខាងញាតិញោមខាងណាហៅអីមិនដឹងទេបើខាងអាត្មាហៅបាវខាងញាតិញោមខ្លះហៅករងហៅនៅខាងអាត្មាហៅតីទៀតឥឡូវយើងមកមើលលើក្មេងៗលោតបាវអូមកដល់ខាងនេះមានក្រុមនេះខុសគេមិនត្រឹមតែលោតទេពមៀលទៀតចប់លេងពមៀលអញ្ចឹងហើយមិនតាន់គេបើគេលោតលឿនជាងហ្នឹងពមៀលវិលមុខឡើយហើយមើលគណៈកម្មការជួយទប់ហើយអាឡែនៅសោចអត់ជួយទប់គ្នាទេគ្នាពិបាកមុខផងជាប់បាវផងនេះជួយលើកគ្នាអានោះដល់ទីមុនបាទឈ្នះបាទហើយមានតែ3នាក់ផងចុងក្រោយនេះលេខ3បាទហើយអញ្ចឹងចប់មានប៉ុណ្ណឹង